ខ្ញុំឃើញវីដេអូនេះហើយខ្ញុំនឹកឃើញតែកាលដែលខ្ញុំរៀនដាំដំបងហើយខ្ញុំក៏មិនមែនជាអ្នកចេះដាំអីដែរព្រោះខ្ញុំដាំសាក់លើកទី1ទៅក៏បានផលល្អដែរពេលហ្នឹងគឺសប្បាយចិត្តមែនទែនដោយសារតែយើងដាំលើកទី1ហើយគឺបានបន្លែវាសមគួរដែរអញ្ចឹងវាមិនល្អអីណាស់ណាទេមិនតែអាចទទួលយកបានណាបងអូនមើលទៅគឺដឹងហើយបងអូនខ្ញុំយកតែរៀនដាំទៅថ្ងៃក្រោយយើងស្រួលយើងចេះដាំចេះអីយើងទៅវាធូរមែនទែនខ្ញុំចេះតែដាំនេះដាំនោះទៅខ្ញុំមិនមែនដាំស្លាត់មួយមុខទេខ្ញុំមានដាំច្រើនមុខដែរមានជីមានកូនស្លឹកគ្រៃមានស្ពៃបន្តិចបន្តួចតែខ្ញុំដាំចម្រោះពេញទៅនឹងឯងមួយមុខបន្តិចលើកមុនគឺខ្ញុំមានល្ពៅមានអីមានពីងប៉ោះមានម្ទេសមានអីពេញទៅនឹងឯងខ្ញុំចេះតែដាំចម្រោះពេញនឹងទៅយើងបានគួរសមដែរហ្នឹងណាបងអូនឃើញអញ្ចឹងយើងដាំមុខតិចពេលដែលយើងទល់ច្រកយើងឲ្យបានទិញមកពីផ្សារក៏យើងបានបន្លែយើងតិចតួចដែលយើងដាំនៅផ្ទះនឹងឯងបងអូនអញ្ចឹងទៅខ្ញុំចេះតែដាំនេះដាំនោះពេញទៅនឹងឯងដាំអត់មានថាប្រកាសថាដាំអីមួយទេដែលមកនេះបន្តិចអានោះបន្តិចតែគុំថាដាំអញ្ចឹងបានផលរហូតដល់អត់ទេជួនកាលក៏អត់បានផលដែរជួនកាលវាងាប់វាអីអញ្ចឹងទៅអត់សូវល្អប៉ុន្មានទេអញ្ចឹងបានខ្លះក៏អត់ខ្លះនិយាយរួមបានផលប៉ុណ្ណាក៏យើងយកប៉ុណ្ណឹងឯងបងអូនអើយ